រឿងរ៉ាវ5យ៉ាងដែលម៉ាក់គួរដឹងមុនពេលសម្រេចចិត្តឬក៏ត្រៀមសម្រាប់កូនដោយការប្រកាសជាទូទៅការសម្រាប់កូនដោយការប្រកាសវាអាចជួយសង្គ្រោះជីវិតម្ដាយនិងកូនបានល្អប្រសើរប៉ុន្តែរឿងរ៉ាវខ្លះក៏គួរតែដឹងដែរពីព្រោះនៅពេលដែលសម្រាប់កូនដោយការប្រកាសគឺរបួសក្រជាជាងការសម្រាប់កូនដោយធម្មជាតិហើយក៏មានផលវិបាកច្រើនផងដែរចំណុចទី1គឺការសម្រាប់កូនដោយការប្រកាសម៉ាក់គួរតែសម្រេចចិត្តក្នុងការសម្រាលនៅសប្តាហ៍ទី38ឬក៏49ពីព្រោះនៅក្នុងសប្តាហ៍នេះគឺជាសប្តាហ៍ដែលល្អបំផុតពីព្រោះវាមិនប៉ះពាល់នឹងហានិភ័យដល់សុខភាពកូនមុនពេលដែលយើងសម្រេចចិត្តក្នុងការសម្រាលកូននៅអាយុគាត់តិចជាងនេះចំណុចទី2គឺល្អប្រសើរបំផុតនៅពេលដែលយើងមានអាយុចាប់ពី30ឆ្នាំឡើងទៅឬក៏យើងមានសភាពធាត់ខ្លាំងឬក៏អាចមានកូនភ្លោះ2ឬក៏3ច្រើននោះគឺតម្រូវឲ្យមានការសម្រាលកូនដោយការប្រកាសដែរចំណុចទី3ដែលម៉ាក់គួរដឹងមួយទៀតនោះគឺនៅពេលដែលម៉ាក់សម្រេចចិត្តសម្រាលកូនដោយការប្រកាសគឺរយៈពេលនៃការសម្រាកពេទ្យយូរជាងការសម្រាលកូនដោយធម្មជាតិហើយរបួសក៏ក្រជាសះស្បើយផងដែរហើយចំពោះហានិភ័យនៃការសម្រាលកូនដោយការប្រកាសម៉ាក់គួរតែដឹងទី1អាចមានការធ្លាក់ឈាមធ្ងន់ធ្ងរអាចមានការបង្ករោគឬក៏មានការធ្លាយស្បូនឬក៏សុកជាប់នឹងជញ្ជាំងស្បូនក៏ករណីនេះក៏អាចមានឡើងដែរចំណុចពិសេសទី4នោះគឺនៅពេលដែលសម្រាលកូនដោយការប្រកាសម៉ាក់ត្រូវដឹងថាការឈឺចាប់មុខរបួសនឹងយូរជាងការសម្រាលកូនដោយធម្មជាតិចំណុចពិសេសទី5នោះម៉ាក់គួរតែដឹងថានៅពេលម៉ាក់សម្រាលកូនដោយការប្រកាសកាន់តែញឹកញាប់ហានិភ័យគ្រោះថ្នាក់ក៏កាន់តែមានកើតឡើងដែរជួបជាមួយខ្ញុំបាទវិជ្ជាបណ្ឌិតច័ន្ទសេននៅវីដេអូបន្ទាប់ប្រសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចទម្លាក់នៅ comment ខាងក្រោមនេះបាន